បាទសួស្តីបងហ្នឹងហើយបាទសួស្តីបងប្អូនយើងហ្នឹងហើយបាទព្រឹកនេះដែរចាប់កូនតូលហ្នឹងហើយចាប់កូនតូលចេញមកក្របទៀតហើយហ្នឹងហើយកូនតូលហ៎បងណាហ្នឹងហើយសម្រាប់កូនតូលនេះហ្នឹងហើយសម្រាប់កូនតូលនេះសម្រាប់បងយើងដែលថាចង់បានតម្លៃធូរថ្លៃហ្នឹងហើយគាត់ថាចង់បានតម្លៃធូរថ្លៃអីមានអត់អីចឹងគាត់ឧស្សាហ៍សួរអីចឹងណាហ្នឹងហើយឥឡូវលក់ចាប់កូនតូលចេញមកក្របលក់តម្លៃធូរថ្លៃឲ្យពួកគាត់ណាហ្នឹងហើយដាក់តម្លៃលក់តម្លៃ100000ទេហ្នឹងហើយលក់តម្លៃ100000ទេបាទហ្នឹងហើយនេះបញ្ជាក់ណាបងណាកូនតូលហ្នឹងហើយកូនតូលហើយយើងទៅចាប់ចេញព្រឹកមិញទេហ្នឹងហើយទៅចាប់ចេញហើយអត់តន់ដឹងវាល្ងាវសលេងធំសលេងតូចអីហ្នឹងយើងអត់តន់ដឹងទេណាព្រោះអីវានៅក្នុងស្រុងធំដែលយើងទៅចាប់ចេញអញ្ចឹងណាព្រោះបងប្អូនយើងចង់បានកូនតូលចង់បានធូរថ្លៃអីអញ្ចឹងណាហ្នឹងហើយបញ្ជាក់ណាបងណាកូនតូលនេះព្រោះយើងអត់ទាន់ដឹងញីហើយអត់ទាន់ដឹងឈ្មោលទេណាបងណាហ្នឹងហើយយើងអត់ទាន់ដឹងញីដឹងឈ្មោលទេហើយយើងលក់តម្លៃនេះយើងលក់តម្លៃ100000នេះយើងលក់តម្លៃកូនតូលណាបងណាហ្នឹងហើយលក់តម្លៃកូនតូលទេយើងអត់ទាន់ដឹងញីអត់ទាន់ដឹងឈ្មោលដែរហ្នឹងហើយព្រោះយើងទៅចាប់ចេញពីទ្រង់ធំមកអញ្ចឹងណាហើយសំបីតែសលេងអីក៏ខ្ញុំអត់ទាន់បានដឹងអត់ទាន់បានឮដែរហ្នឹងហើយហ្នឹងហើយសម្រាប់បងយើងចង់បានអីចឹងធូរថ្លៃអីចឹងណាថ្ងៃនេះលុតលោចាប់ចេញមកក្របកូនតូលលក់តម្លៃ100000ហ្នឹងហើយលក់100000ហ្នឹងហើយបើបងប្អូនយើងអីចង់បានអីស្រឡាញ់អីចឹងណាចង់បានយកទៅចិញ្ចឹមលេងយកទៅរៀនចិញ្ចឹមឲ្យល្ងាវនៅផ្ទះស្ដាប់អីចឹងណាហ្នឹងហើយតម្លៃ100000បងនឹងតម្លៃ100000ណាបងណាហ្នឹងហើយចង់បានអីតាក់តងមកបាទទៅចាប់ចេញព្រឹកមិញហ្នឹងហើយទៅចាប់ចេញព្រឹកមិញហ្នឹងទេហ្នឹងហើយលោកចាប់ទៅចាប់ចេញយ៉ាងលេលើហ្នឹងហើយនៅដាក់អង្គទ្រង់ហ្នឹងលេលើហ្នឹងហើយតម្លៃធូរថ្លៃបងហ្នឹងហើយវាអត់សូវមានទេកូនតូលក្រមានយូរមានមួយចឹងណាហ្នឹងហើយយើងលក់ថ្លៃធូរថ្លៃតែតែយើងអត់ទាន់ដឹងញីដឹងឈ្មោះប្រកាសបងហ្នឹងហើយបើយើងដឹងញីដឹងឈ្មោះឲ្យប្រកាសទៅយើងសួរលក់តម្លៃតាមហ្នឹងទៀតណាបងណាហ្នឹងហើយមេយើងលក់តម្លៃមេទៀតចឹងទៅឈ្មោះយើងលក់តម្លៃឈ្មោះទៀតចឹងណាបងណាហ្នឹងហើយនេះដោយសារអីដោយសារយើងចាប់ចេញមកទី1យើងអត់ទាន់បានឮសលេងវាច្បាស់អញ្ចឹងអត់ទាន់ដឹងសលេងវាច្បាស់អញ្ចឹងណាហ្នឹងហើយយើងលក់តម្លៃហ្នឹងធូរថ្លៃឲ្យអញ្ចឹងណាបាទហ្នឹងហើយបើបងប្អូនយើងចង់បានអីធូរថ្លៃអញ្ចឹងណាតាក់តងណាបងណាតាក់តងតាមលេខទូរស័ព្ទខ្ញុំណាបងណាហ្នឹងហើយអរគុណច្រើនបងអរគុណ